សួរបងប្អូនបាទនេះអាងដែលខ្ញុំចំត្រីបងប្អូនឥឡូវអស់ត្រីអាលីងបងប្អូនបាទអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់កូនត្រីថ្មីទៀតណាបងប្អូនបាទអញ្ចឹងបងប្អូនជួយតាមដានវីដេអូដូចទៅបាទអញ្ចឹងអានេះយើងធ្វើតង់ថ្មីវាមិនមែនតង់ចាស់ដដែលទេគ្រាន់តែយើងដាក់ទឹកថ្មីអញ្ចឹងដាក់កូនត្រីថ្មីអញ្ចឹងខ្ញុំត្រូវតែបាចអំបិលក្រួសបន្តិចបាទអំបិលក្រួសមកដួសដាក់អាយ៉ាដួសទៀតដូចយកចាញ់អាហ្នឹងអូហែលតែអ្នកប្រុយ10គីឡូអូខនោះច្រើនទេតាបាទចំណៃវាយើងដាក់ចកសូឡាកផ្លោកបាទទុយឲ្យវាស៊ីរឹសទៅបាទវានៅក្នុងហ្នឹង10គីឡូកូនត្រីទៅពេលដាក់ចូលក្នុងអាងតង់ធំពេកមើលអត់ចង់ឃើញ